បាទជំរាបសួរប្រិមិត្តដែលនិយមតាមដានការផ្សាយរបស់អង្គភាពសារព័ត៌មានរស្មីញូគណៈពេលនេះខ្ញុំនិងក្រុមការងារបានមកជួបអូនដែលជាវីរៈកងទ័ពទល់មុខដែលបានយកប្រពន្ធមកព្យាបាលនៅមន្ទីរពេទ្យហើយក៏លោកបានមកសនំពរដល់អង្គភាពសារព័ត៌មានយើងខ្ញុំដើម្បីធ្វើការផ្សព្វផ្សាយអំពីអំណៀវដើម្បីរកជំនួយពីសប្បុរសជនដើម្បីជួយដល់ប្រពន្ធរបស់អូនដែលជាវីរៈកងទ័ពទល់មុខនៅប្រាសាទព្រះវិហារអញ្ចឹងព័ត៌មានលម្អិតយ៉ាងណានោះអង្គភាពសារព័ត៌មានយើងនឹងធ្វើការសម្ភាសជាមួយអូនដែលជាទាហានទល់មុខផ្ទាល់តើអូនមកពឹងពាក់អង្គភាពសារព័ត៌មានយើងអូនមានបំណងអ្វីដែរហើយចូលបងជួបអូនរៀបរាប់ពីបំណងរបស់អូនហើយអញ្ចឹងបងមានបំណងអីដែរបងបាទជំរាបបងជំរាបមហាជនទូទាំងប្រទេសទាំងអស់បានជឿថាខ្ញុំមកគោលបំណងខ្ញុំធំបំផុតដល់មកក្រុងភ្នំពេញក៏ដូចពេទ្យអង្គឌួងនេះខ្ញុំសំណូមពរបងប្អូនជាបរិវត្តមួយក៏សម្ដេចអ្នកអង្គការឯកឧត្តមផ្សេងជួយមើលភ្នែកប្រពន្ធខ្ញុំផងគាត់ល្ងឹតភ្នែកខ្ញុំមើលតាំងពីសង្គ្រាមកើតមករហូតដល់ប៉ុណ្ណេះខ្ញុំរត់ទៅពេលមើលភ្នែកប្រពន្ធខ្ញុំអត់បានហើយខ្ញុំក៏អស់លទ្ធភាពក្នុងការមើលជួយសម្រួលមើលផងគាត់ល្ងឹតភ្នែកអស់ហើយនេះល្ងឹតមើលលេងខលខ្ញុំអស់លទ្ធភាពហើយខ្ញុំក៏មិនសូវមានច្បាប់អោទៀតហើយខ្ញុំសូមបញ្ជាក់បន្តិចថាខ្ញុំឈរជើងនៅទិសទី1ប្រាសាទព្រះវិហារនៅនឹងទល់មុខក្រោយហើយទៅខ្ញុំអត់សូវមានច្បាប់បានតែ2-3ថ្ងៃនេះខ្ញុំមើលភ្នែកប្រពន្ធខ្ញុំអត់បានអស់ទេខ្ញុំចង់សំណូមពរឲ្យបងជួយផ្សព្វផ្សាយឲ្យទូលំទូលាយបានមើលភ្នែកអញ្ចឹងបានន័យថាប្រពន្ធរបស់អូនហ្នឹងគាត់ឈឺតាំងពីពេលណាឈឺតាំងពីសង្គ្រាមមកវឹកមកធំនេះបាទមកថ្ងៃនេះគាត់ទៅតាមខ្ញុំទៅប៉ះពាល់ផ្សែងទៅឈឺដល់ថ្ងៃអញ្ចឹងបានន័យថាភ្នែករបស់គាត់ហ្នឹងមើលអត់ឃើញទេអត់ឃើញមើលឃើញងឿតភ្លឹមខ្ញុំដល់ครับជាបាប៉ុណ្ណឹងបាទមើលកូនអត់ស្គាល់ផងមើលកូនអត់ដឹងផងបាទសួស្ដីប្អូនស្រីតើភ្នែកប្អូនស្រីមើលអត់ឃើញមែនទេមិនចាខ្ញុំមើលអត់ឃើញមែនទេឥឡូវមើលដៃនេះឃើញអត់ឃើញព្រាវហើយឈឺតាំងពេលណាឈឺតាំងពីសង្គ្រាមទី1អញ្ចឹងបានត្រូវផ្សែងឬយ៉ាងម៉េចត្រូវអីមានត្រូវអីផ្សេងពុលអញ្ចឹងបានថាទាំងពីរលើកហ្នឹងនៅជាមួយប្តីជាប់រហូតហ្មងចាចង់ស្នំពោឲ្យសុំលោកជំទាវអាឡម៉ង់ឲ្យជួយខ្ញុំផងខ្ញុំចេះនិយាយទេប្អូនមានសំណូមពរអីដើម្បីមិនលឺប្អូនស្រីថាឲ្យជំទាវចិត្តធន់នៅអាឡម៉ង់បាទជួយដើម្បីព្យាបាលអញ្ចឹងប្អូនមានសំណូមពរអីបន្ថែមដើម្បីឲ្យទស្សនីយជនឬបងប្អូនដែលសប្បុរសធម៌ទាំងអង្គការទាំងលោកជំទាវបងប្អូនជាពលរដ្ឋយើងដែលមានទឹកចិត្តមនុស្សធម៌អញ្ចឹងបងប្អូនមានសំណូមពរអីសូមសំណូមពរមកបាទសូមជម្រាបសួរបងប្អូននៅក្នុងដែនទាំងអស់សំណូមពរដែលខ្ញុំធំបំផុតនៅក្នុងឆាកជីវិតនេះខ្ញុំសំណូមពរឲ្យជួយឲ្យប្រពន្ធខ្ញុំជួយព្យាបាលឲ្យភ្នែកប្រពន្ធខ្ញុំបានភ្លឺទៅវិញផងនៅពេលខ្ញុំទៅធ្វើសង្គ្រាមនៅទល់មុខទៅខ្ញុំវាមានកម្លាំងចិត្តក្នុងការធ្វើសង្គ្រាមការពារទឹកដីនៃប្រជាជាតិកម្ពុជាយើងហើយក៏សំណូមពរដល់សម្ដេចពុកហ៊ុនសែនសម្ដេចបងហ៊ុនម៉ាណែតហើយនឹងលោកជំទាវបងដូចជាដែលខ្ញុំអត់ស្គាល់ឈ្មោះច្រើនអស់តែមាននេះជួយព្យាបាលភ្នែកប្រពន្ធខ្ញុំផងចាំមានសំណូមពរអីទេសំណូមពរតាការព្យាបាលភ្នែករបស់ប្រពន្ធទេបាទខ្ញុំចង់បានអានឹងវាធំជាងគេតែបានភ្នែកប្រពន្ធមើលឃើញអីបានមើលកូននៅផ្ទះបានអារម្មណ៍ក្តៅចង់ទៅធ្វើសង្គ្រាមវាស្រួលបញ្ហាចោលសៀមទៅវាខ្លាចអត់មានបារម្ភចាខ្ញុំមានមតិអីទេគ្រាន់តែថាថែមពីមតិកូនតិចតួចដោយសារអីខ្ញុំឃើញកូនខ្ញុំល្ងឹតភ្នែកអញ្ចឹងវាថាអត់ធំព្រោះគ្នាធ្វើទាហានគ្មានពេលវេលានឹងជួយមើលប្រពន្ធកូនទេណាអញ្ចឹងបើសិនជាថាបានសប្បុរសធម៌ជួយកូនខ្ញុំអូនណាអត់មានអីប្រៀបផ្ទឹមបានទេព្រោះទុកលំបាកនេះមិនមែនថាយើង
ចង់សុំសំណូមពរឲ្យជួយទេណាលោកប្អូនប៉ុន្តែថាវាតល់ហើយយ៉ាងហើយជួយមើលភ្នែកកូននេះតែប៉ុណ្្នឹងទេមិនចង់បានអីក្រៅពីភ្នែកទេហើយនឹងខ្ញុំសុំពីចម្ងាយលោកជំទាវវុតឈើដែលលោកមានសប្បុរសធម៌ជួយអ្នកគ្រប់គ្នាបងប្អូនគ្រប់គ្នាដែលបានជួយជីវិតឲ្យមានរុងរឿងឥឡូវកូនសុំតែប្រាថ្នាថាឲ្យជួយកូនឲ្យខ្ញុំឲ្យបានភ្នែកភ្លឺតែប៉ុណ្្នឹងទេចាតែប៉ុណ្្នឹងទេមិនជួយចង់បានអីក្រៅពីហ្នឹងទេបាទជាចុងបញ្ចប់ហើយខ្ញុំសូមអរគុណដល់បងប្អូនជាពលរដ្ឋដែលរស់នៅក្នុងភូមិវាលសង្កាត់សង្កាត់ត្រពាំងកសាំងខណ្ឌពោធិ៍សែនជ័យដែលបានស្គាល់បាទខ្ញុំនិងម៉ាក់ខ្ញុំបានជួយឧបត្ថម្ភក្នុងការធ្វើដំណើរហើយនឹងជាពិសេសនោះគឺអង្គភាពតម្រួតបព្វបញ្ជាដែលនៅក្នុងខណ្ឌពោធិ៍សែនជ័យនេះដែលជួយឧបត្ថម្ភគ្រប់គ្រងខ្ញុំក្នុងការធ្វើដំណើរហើយបន្ទាប់មកសូមអរគុណដល់សាលាអន្តរជាតិសាលារៀនអន្តរជាតិ PLH ដែលបានជួយឧបត្ថម្ភក្នុងការធ្វើដំណើររបស់ខ្ញុំពីអ្នកដីពុនកន្លងមកខ្ញុំសូមជូនពុទ្ធពោទាំងឡាយទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈក្មេងគ្នាឡើយសូមអរគុណជំរាបលាបាទប្រិមិត្តដែលនិយមតាមដានរាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានរស្មីញូប្រិមិត្តបានសម្ដាប់ហើយនៅការធ្វើបទសម្ភាសន៍រវាងអង្គភាពសារព័ត៌មានជាមួយប្អូនដែលជាវគ្គកងទ័ពជួរមុខហើយតាំងនាមខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រិមិត្តដែលនិយមតាមដានរាល់ការផ្សាយតែងតែគាំទ្រហើយនឹងជួយដល់ជាពិសេសសប្បុរសជនដែលជួយដល់វគ្គកងទ័ពជួរមុខយើងខ្ញុំក៏សូមជូនពរប្រិមិត្តទស្សនិកជនព្រមទាំងប្រិមិត្តទាំងអស់ឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយសូមអរគុណសូមជម្រាបលា